លោកច្រាំប្រកាសថាចរចាចិត្តបានផលអ៊ីរ៉ង់ថាកុហកទាំងស្រុងតើនេះជាសញ្ញាសន្តិភាពឬក៏គ្រាន់តែជាសង្គ្រាមព័ត៌មានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអះអាងនៅថ្ងៃទី23ខែមីនាឆ្នាំ2026ថាក្នុងរយៈពេល2ថ្ងៃចុងក្រោយអាមេរិកនិងអ៊ីរ៉ង់មានការសន្ទនាល្អនិងមានប្រសិទ្ធភាពដែលអាចនាំទៅរកការបញ្ចប់អរិភាពនៅមជ្ឈិមបូព៌ាលោកច្រាំថែមទាំងបញ្ជាឲ្យមន្ទីរបញ្ចកោណពន្យាពេលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃដើម្បីទុកឱកាសឲ្យការចរចាបន្តមិនត្រឹមតែប៉ុណ្ណោះលោកច្រាំនៅយប់ថ្ងៃដដែលបានប្រកាសទៀតថាអាចរួមគ្នាគ្រប់គ្រងច្រកសមុទ្រហូមូសជាមួយនឹងអ៊ីរ៉ង់ទៀតផងសារទាំងនេះបង្កើតការយល់ឃើញថាភ្លើងសង្គ្រាមប្រហែលជាកំពុងតែថមថយហើយក៏ប៉ុន្តែអ៊ីរ៉ង់មិនបានទុកឲ្យសារនោះរស់បានយូរទេមិនទាន់បានប៉ុន្មានម៉ោងផងក្រសួងការបរទេសអ៊ីរ៉ង់បានចេញមុខបដិសេធថាគ្មានការចរចាជាមួយអាមេរិកអ្វីទាំងអស់ទីក្រុងតេហ៍រ៉ង់ថាលោកច្រាំកំពុងតែរៀបឆាកទម្លាក់តម្លៃថាមពលនឹងទិញពេលមុនអនុវត្តផែនការយោធាបន្ទាប់នៅពេលនេះលោកច្រាំចង់ឲ្យពិភពលោកជឿថាភ្លើងសង្គ្រាមមានផ្លូវចេញអ៊ីរ៉ង់វិញចង់ឲ្យពិភពលោកមើលឃើញថានេះគ្រាន់តែជាល្បែងទិញពេលនិងទប់តម្លៃប្រេងប៉ុណ្ណោះលោកច្រាំមិនទាន់ឆ្លើយតបទៅអ៊ីរ៉ង់វិញនៅឡើយក្រោយលោកដូណាល់ត្រាំប្រកាសថាបានចរចាជាមួយអ៊ីរ៉ង់នឹងផ្អាកវាយ5ថ្ងៃតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះពី$115មកជាង$99ក្នុង1បារ៉ែលក៏ប៉ុន្តែនៅព្រឹកថ្ងៃទី24ខែមីនាក្រោយអ៊ីរ៉ង់ប្រកែកថាមិនបានចរចាប្រេងឆៅបានឡើង1កណ្ដោសញ្ញា$06ក្នុង1បារ៉ែលវិញនេះបើយោងទៅតាម Reuters ខ្ញុំរស់សុធាពី News Today NTTV តែលោកត្រាំបានបញ្ជាក់ថាលោកខាងសហរដ្ឋអាមេរិកនេះគឺបានជួបចរចាជាមួយប្រទេសអ៊ីរ៉ង់ហើយទទួលបានបលទ្ធផលជាផ្លែផ្កាដោយអ៊ីរ៉ង់សន្យាថានឹងមិនមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃទេតាមពិតរឿងការចរចាដែលអ៊ីរ៉ង់សន្យាថាមិនមានអាវុធនុយក្លេអ៊ែរនេះគឺជារឿងដែលអ៊ីរ៉ង់បានសន្យាតាំងពីកិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលភាគីអ៊ីរ៉ង់នេះបានបញ្ជាក់ឲ្យថាខ្លួននឹងមិនមានអាវុធនុយក្លេអ៊ែរទេហើយចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នេះគឺអ៊ីរ៉ង់នឹងចម្រាញ់តែក្នុងគោលដៅស៊ីវិលគឺបំប្រើថាមពលដើម្បីអភិវឌ្ឍប្រទេសតែប៉ុណ្ណោះចំពោះសារធាតុអ៊ុយរ៉ាញ៉ូម 60% 60គីឡូក្រាមដែលខ្លួនបានចម្រាញ់ហើយនោះអាចពង្រាវមកវិញក៏បានដែរក៏សុខចិត្តដែរនេះជាការព្រមព្រៀងរបស់ប្រទេសអ៊ីរ៉ង់តែកាលពីថ្ងៃច័ន្ទម្សិលមិញលោកត្រាំបែរជាលើករឿងនឹងមកនិយាយថាកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ទទួលបានលទ្ធផលជាផ្លែផ្កាដោយអ៊ីរ៉ង់សន្យាថានឹងមិនមានអាវុធនុយក្លេអ៊ែរហើយអាមេរិកនឹងអង្គុយចាំមើលដូច្នេះរឿងនេះរឿងចាស់ទេហើយចំណែកអ៊ីរ៉ង់ក៏ប្រកែកខាងប្រធានសភាជាតិអ៊ីរ៉ង់ប្រកាសបដិសេធភ្លាមថាអ៊ីរ៉ង់អត់បានចរចាជាមួយសហរដ្ឋអាមេរិកទេរឿងនេះវាជាព័ត៌មានមិនពិតវាជាព័ត៌មានคล้ายជា fake news ដែលលោកត្រាំចេះតែនិយាយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់សហភាពអឺរ៉ុបនិងតំបន់មជ្ឈមបូព៌ាបានចុះផ្សាយចំអកទៅលោកត្រាំនៅត្រង់ថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិករូបនេះទំនងជាមិនហ៊ានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាមការគំរាមហើយក៏និយាយលៀងខ្លួនគេហៅថានិយាយសម្រាលមកវិញដើម្បីកុំឲ្យអាម៉ាស់មុខដើម្បីកុំឲ្យអាមេរិកអាប់អោនជាពិសេសកុំឲ្យលោកអាប់អោនក៏និយាយថាបានជួបពិភាក្សាបានជួបចរចាជាមួយអ៊ីរ៉ង់ទាំងដែលអ៊ីរ៉ង់មិនទាំងបានចរចាជាមួយនឹងសហរដ្ឋអាមេរិកផងដូច្នេះរឿងនៅចម្រូងចម្រាសត្រង់នេះឥឡូវនេះលោកត្រាំទុកពេល5ថ្ងៃទៀតទុកពេល5ថ្ងៃទៀតឲ្យអ៊ីរ៉ង់នឹងបើកច្រកហោមុខដើម្បីធ្វើនាវាចរជាលក្ខណៈអន្តរជាតិប៉ុន្តែមិនដឹងថាអ៊ីរ៉ង់នេះទទួលយកបើកច្រកសមុទ្រតាមការគម្រាមដែរឬក៏អត់ពីព្រោះ48ម៉ោងអ៊ីរ៉ង់អត់ធ្វើតាមការគម្រាមរបស់អាមេរិកទេហើយដែលលោកត្រាំថាទុក5ថ្ងៃឲ្យទៀតនេះមើលទៅក៏អ៊ីរ៉ង់មិនអាចបើកច្រកសមុទ្រហោមុខតាមការចង់បានរបស់សហរដ្ឋអាមេរិកដែរដូច្នេះនិយាយជារួមមកវិញចំពោះភាពចម្រូងចម្រាសចុងក្រោយនេះនៅត្រង់ថាលោកត្រាំប្រកាសថាបានជួបចរចាជាមួយអ៊ីរ៉ង់តែអ៊ីរ៉ង់ថាអត់បានជួបចរចាទេពាក់ព័ន្ធទៅនឹងការបើកច្រកសមុទ្រឡើងវិញហើយរហូតមកដល់ពេលនេះអ៊ីរ៉ង់នៅតែបិទច្រកសមុទ្រលោកត្រាំបានទុកពេលឲ្យអ៊ីរ៉ង់5ថ្ងៃទៀតដើម្បីបើកតែទំនងជាអ៊ីរ៉ង់មិនអាចបើកទៅតាមការគម្រាមរបស់លោកត្រាំនោះទេបាទ បាទលោកសេរីមតាម
ការមើលឃើញជាទូទៅពិសេសពីមជ្ឈដ្ឋានអ្នកវិភាគគេមើលឃើញយ៉ាងណាដែរជុំវិញការដែលលោក Donald Trump គម្រាមទុកពេល48ម៉ោងបើមិនធ្វើតាមវាយតែឥឡូវនេះទៅជាទុកពេលឲ្យ5ថ្ងៃទៀតតើពីមជ្ឈដ្ឋានទូទៅនិងអ្នកវិភាគអីជាដើមគេមើលឃើញយ៉ាងម៉េចទៅវិញទៅក្នុងរឿងនេះបាទនៅក្នុងរឿងនេះបើតាមមជ្ឈមណ្ឌលសិក្សាមជ្ឈមបូព៌ា The Center for Middle Eastern Study បានលើកឡើងក្នុងអត្ថបទមួយវែងដែលគេបញ្ជាក់ថាតាមពិតទៅលោកត្រាំមិនហ៊ានវាយប្រហារនៅទៅលើប្រទេសអ៊ីរ៉ង់ទេអញ្ចឹងហើយទោះបីជាទុកក្នុងរយៈពេល5ថ្ងៃដែលកន្លងហួសទៅនេះក៏សហរដ្ឋអាមេរិកមិនហ៊ានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាមការសន្យាដែរប៉ុន្តែគ្រាន់តែតាមមជ្ឈមណ្ឌលសិក្សាមជ្ឈមបូព៌ា The Center for Middle Eastern Study នឹងបានសរសេរថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump នេះអត់មានយុទ្ធសាស្ត្រអ្វីក្រៅតែពីការគម្រាមទេយុទ្ធសាស្ត្ររបស់លោកនឹងខុសមួយទៅហើយខុសមួយនៅត្រង់ថាការសម្រេចចិត្តវាយប្រហារការសម្រេចចិត្តធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់វាជាខុសមួយទៅហើយដោយសារតែលោកត្រាំអត់បានសិក្សាលម្អិតថាត្រូវវាយប្រហារយ៉ាងណាត្រូវមានយុទ្ធសាស្ត្រយ៉ាងណានិងត្រូវដកថយយ៉ាងណានឹងត្រូវបញ្ចប់យ៉ាងណាគឺអត់មានទេស្រាប់តែសម្រេចចិត្តវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តែម្ដងដោយមជ្ឈមណ្ឌលសិក្សាមជ្ឈមបូព៌ានឹងបញ្ជាក់ថាលោកត្រាំនឹងហាក់ដូចជាឆ្លក់មកវិញនឹងមោទនភាពលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកហាក់ដូចជាឆ្លក់មកវិញឬងប់ងល់ទៅនឹងមោទនភាពរបស់សហរដ្ឋអាមេរិកអញ្ចឹងហើយបានសម្ដីរបស់លោកត្រាំពេលណាក៏ដោយលោកតែងតែលើកឡើង America Great America Great គឺអាមេរិកអស្ចារ្យជាប់មាត់តែម្ដងអញ្ចឹងមោទនភាពហ្នឹងវាធ្វើឲ្យផុងខ្លួននៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នេះឯងហើយបើតាមអ្នកជំនាញជាច្រើនរួមទាំងមជ្ឈមណ្ឌលសិក្សាមជ្ឈបូព៌ានឹងទៀតថាមូលហេតុសំខាន់ពីរដែលលោកត្រាំមិនវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាមការសន្យាទី1គឺដោយសារតែព័ត៌មានចារកម្មរបស់សហរដ្ឋអាមេរិកនឹងឯងដាក់សម្ពាធលើលោកត្រាំថាมันអាចវាយប្រហារឲ្យខុសទៀតទេព្រោះការសម្រេចចិត្តធ្វើសង្គ្រាមវាខុសទៅហើយដូច្នេះការសម្រេចចិត្តវាយប្រហារទៅលើទីតាំងធម្មពលរបស់ប្រទេសអ៊ីរ៉ង់នឹងវាមិនមែនជាគោលដៅយុទ្ធសាស្ត្រក្នុងសង្គ្រាមដើម្បីឈ្នះទេវាជា crazy step that brought nothing វាជាជំហានឆ្កួតលីលាហើយមិនបានទទួលអ្វីមកវិញទេគឺជាការធ្វើបាបដល់ប្រទេសអ៊ីរ៉ង់ជាការធ្វើបាបដល់ជនស៊ីវិលអ៊ីរ៉ង់ដែលជារឿងកំសាករបស់មេដឹកនាំអត់ត្រូវធ្វើទេដូច្នេះនេះជាសម្ពាធទី1របស់លោកត្រាំសម្ពាធទី2បណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកលោករទាំច្រើននិងត្អូញត្អែច្រើននឹងដាក់សម្ពាធទៅលើលោកត្រាំថាអត់ឲ្យវាយប្រហារទៅលើទីតាំងធម្មពលរបស់ប្រទេសអ៊ីរ៉ង់តាមការគម្រាមនោះទេពីព្រោះបើវាយប្រហារតាមការគម្រាមរបស់លោកត្រាំទៅលើទីតាំងធម្មពលអ៊ីរ៉ង់នឹងសងសឹកទៅវិញភ្លាមទៅលើប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានបារ៉ែនកាតាគុយវ៉ែតអារ៉ាប់រួមជាដើមនោះធ្វើឲ្យប្រទេសនោះរងគ្រោះដោយសារតែសហរដ្ឋអាមេរិកហើយអ៊ីរ៉ង់ប្រកាសហើយថាបើសិនជាសហរដ្ឋអាមេរិកពិតជាវាយប្រហារទៅលើទីតាំងធម្មពលរបស់ខ្លួនមែននោះអ៊ីរ៉ង់នឹងវាយប្រហារកំទេចចោលនៅទីតាំងធម្មពលនានានៅតាមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈមបូព៌ាហើយកំទេចទាំងទីតាំងផ្គត់ផ្គង់ទឹកស្អាតទៅទៀតដូច្នេះចំណុចនេះគឺសហរដ្ឋអាមេរិករងសម្ពាធជាពិសេសលោកត្រាំរងសម្ពាធពីប្រទេសសម្ព័ន្ធមិត្តនឹងថាកុំឲ្យវាយប្រហារប៉ុន្តែដើម្បីនិយាយសម្រាលមកវិញគឺលោកត្រាំបែរជាលើកហេតុផលថាពីរឿងចរចាជាដើមអញ្ចឹងនិយាយជារួមមកវិញគឺលោកត្រាំងប់ងល់ទៅនឹងមោទនភាពរបស់សហរដ្ឋអាមេរិកនឹងលោកតែងនិយាយថាAmerica's Great គឺអស្ចារ្យតាមពិតនៅពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកពិតជាអស្ចារ្យមែនអស្ចារ្យទាំងខាងកងកម្លាំងយោធាអស្ចារ្យទាំងខាងសេដ្ឋកិច្ចប៉ុន្តែប្រទេសដទៃក៏អស្ចារ្យដែរមានន័យថាប្រទេសដទៃមិនអន់ជាងអាមេរិកប្រមាណទេជាឧទាហរណ៍លោកត្រាំមានមោទនភាពខ្លាំងថាបើលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកលោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្នុងរយៈពេលមិនដល់24ម៉ោងផងតែរហូតមកដល់ពេលនេះសង្គ្រាមអត់ចប់ទេដោយសារអីដោយសារតែអស្ចារ្យមែនអាមេរិក
ប៉ុន្តែចំពោះប្រទេសរុស្ស៊ីក៏អស្ចារ្យក៏មិនអន់ជាងអាមេរិកប្រមាណដែរក៏មិនធ្វើតាមអាមេរិកដែរដូចជានៅអ៊ីរ៉ង់អញ្ចឹងអាមេរិកអស្ចារ្យមែនប៉ុន្តែដល់មកប៉ះជាមួយអ៊ីរ៉ង់គ្រាន់បើសហរដ្ឋអាមេរិកធ្វើអីអ៊ីរ៉ង់មិនទាន់កើតទេខណៈដែលសង្គ្រាមចូលដល់25ថ្ងៃគិតត្រឹមថ្ងៃអង្គារនេះដូច្នេះនិយាយជារួមមកវិញសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំនេះដែលថាគម្រាមវាយប្រហារដាក់អវសានរបៀប5ថ្ងៃទៀតឲ្យអ៊ីរ៉ង់បើកច្រកហូមុសនេះទំនងជាអ៊ីរ៉ង់មិនបើកតាមការគម្រាមទេហើយសហរដ្ឋអាមេរិកបើទោះជាផុត5ថ្ងៃនឹងទៀតក៏សហរដ្ឋអាមេរិកទំនងជាមិនហ៊ានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាមការសន្យាតាមការគម្រាមនោះដែរបាទសូមអរគុណលោកសេរីមយើងបន្តតាមដានបន្តទៀតអំពីស្ថានភាពជារួមជុំវិញវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ពិសេសគឺឥឡូវនេះវាមានរឿងធំមួយទៀតជាប់ហ្នឹងគឺបញ្ហាហូមុសនេះតែម្ដងដែលបច្ចុប្បន្នជាក់ស្ដែងយើងបានដឹងពីគោលដៅរបស់សហរដ្ឋអាមេរិកក្នុងការវាយប្រហារអ៊ីរ៉ង់គឺគោលដៅរឿងបំបត្តិកម្មវិធីនុយក្លេអ៊ែរកម្មវិធី ballistic កម្មវិធី missile របស់អ៊ីរ៉ង់ជាដើមប៉ុន្តែឥឡូវនេះសង្គ្រាមនេះហាក់ថែមមួយមុំធំទៀតមុខព្រួញធំទៀតគឺសង្គ្រាមបើកច្រកសមុទ្រហូមុសអញ្ចឹងតាមមើលទៅសហរដ្ឋអាមេរិកអាចនឹងដោះស្រាយរឿងនេះយ៉ាងណាជាបន្តតាមដានជម្រាបលាបាទអរគុណបាទមិត្តយើងមកតាមដានព្រឹត្តិការណ៍បន្តទៀតគឺអសន្នវិទ្យ48ម៉ោងរបស់លោក Donald Trump ដែលគម្រាមថានឹងធ្វើការវាយកំទេចចោលនៅរោងចក្រថាមពលអគ្គិសនីនៅក្នុងប្រទេសអ៊ីរ៉ង់ឲ្យខ្ទេចបើសិនជាអ៊ីរ៉ង់នេះគឺមិនបើកនៅច្រកហូមុសឲ្យពិភពលោកក៏ដូចជាសហរដ្ឋអាមេរិកឆ្លងកាត់ចេញចូលដឹកនៅថាមពលប្រេងជាធម្មតាឡើងវិញនោះទេហើយកន្លងមកនេះគឺប្រទេសសហរដ្ឋអាមេរិកនេះក៏មានការដាក់នៅលក្ខខណ្ឌធ្ងន់ធ្ងរ6ចំណុចហាក់ដូចជាធ្វើឲ្យអ៊ីរ៉ង់នឹងធ្វើការចុះចាញ់ទៅហើយនៅក្នុងនេះក៏មានការលើកឡើងថាបើសិនជាអ៊ីរ៉ង់មិនព្រមទេគឺត្រូវតែកំទេចហើយនៅក្នុងចន្លោះពេល48ម៉ោងនោះក៏ប៉ុន្តែឥឡូវនេះ48ម៉ោងហើយគឺមិនមានការវាយប្រហារទេមិនមានការវាយប្រហារនោះថាតើការយល់ព្រមរបស់អ៊ីរ៉ង់នៅក្នុងការបើកច្រកសមុទ្រហូមុសឬក៏យល់ព្រមទៅលើលក្ខខណ្ឌ6ចំណុចរបស់លោក Donald Trump ឬក៏យ៉ាងណារហូតថ្ងៃទី24ខែមីនាឆ្នាំ2025នេះគឺមានន័យថាកន្លងហួសច្រើនម៉ោងទៅហើយនៃសានវិទ្យ48ម៉ោងគឺអ៊ីរ៉ង់មិនបានធ្វើទៅតាមសហរដ្ឋអាមេរិកនោះទេមូលហេតុអ្វីមូលហេតុនេះគឺដោយសារតែក្នុងពេលថ្មីៗនេះមានការប្រកាសពីលោក Donald Trump ថាដោយមានការពន្យាពេល5ថ្ងៃទៀតដើម្បីឲ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នេះកំពុងតែធ្វើការចរចាគ្នាទាក់ទិនទៅនឹងរឿងដែលអាចនឹងរកសន្តិភាពក៏ប៉ុន្តែភ្លាមៗនេះក៏មានខាងមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ថាគ្រាន់តែជាពាក្យដែលនិយាយបំភាន់របស់លោក Donald Trump ដើម្បីឲ្យសាំងហ្នឹងគឺកុំឲ្យឡើងថ្លៃឬធម្មពលឬក៏ផ្សារហ៊ុនអីផ្សេងៗហ្នឹងកុំឲ្យមានភាពជ្រួលច្បល់តែប៉ុណ្ណោះក៏ប៉ុន្តែការពិតទៅសង្គ្រាមនេះគ្មានការយល់ព្រមណាមួយនោះទេមានន័យថាគ្មានបទឈប់បាញ់ហើយក៏គ្មានការយល់ព្រមទៅលើលក្ខខណ្ឌជាពិសេសគឺនិយាយឲ្យខ្លីគឺគ្មានការចរចាជាមួយនឹងសហរដ្ឋអាមេរិកនោះទេតើហេតុអ្វីបានជាគ្មានការចរចាគ្មានការយល់ព្រមទៅលើលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែសហរដ្ឋអាមេរិកមិនព្រមធ្វើការវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ឬក៏រោងចក្រថាមពលអគ្គិសនីរបស់ប្រទេសអ៊ីរ៉ង់ហើយលោក Donald Trump មិនហ៊ានឬក៏មានការដកថយដោយសារយល់ឃើញថាបើសិនជាមានការវាយប្រហារទៅកាន់រោងចក្រថាមពលអគ្គិសនីរបស់អ៊ីរ៉ង់វាអាចស្មើនឹងធ្វើឲ្យការវាយប្រហារទៅកាន់រោងចក្រថាមពលនិងហេដ្ឋារចនាសម្ព័ន្ធទាំងរោងចក្រផលិតទឹកស្អាតទាំងរោងចក្រថាមពលអគ្គិសនីនៅក្នុងតំបន់មជ្ឈមបូព៌ាដទៃទៀតឬក៏យ៉ាងណាពីព្រោះថាមេដឹកនាំរបស់អ៊ីរ៉ង់បានធ្វើការគម្រាមតបវិញផងដែរបើសិនជាលោក Donald Trump វាយប្រហារទៅលើរោងចក្រថាមពលអគ្គិសនីរបស់អ៊ីរ៉ង់គឺអ៊ីរ៉ង់ធ្វើការវាយកំទេចឲ្យខ្ទេចខ្ទីផងដែរទៅលើរោងចក្រថាមពលក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមបូព៌ាអញ្ចឹងហើយតំណងបញ្ហានេះគេយល់ឃើញថាលោក Donald Trump តំណងជាលោកគិតឃើញថាបើសិនជាវាយប្រហារមែននោះគឺពិតណាស់ថាអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបវិញដែលធ្វើឲ្យមានការរងគ្រោះទាំងសងខាងឥឡូវនេះយើងមកតាមដានអំពីក្តីប្រកាសរបស់អ៊ីរ៉ង់ថាអត់បានចរចាអីជាមួយនឹងសហរដ្ឋអាមេរិកទេគឺដោយសារតែលោកត្រាំចេះតែភូតដើម្បីឲ្យតម្លៃប្រេងនឹងធ្លាក់ចុះតែប៉ុណ្ណោះក្រោយពីប្រធានាធិបតីអាមេរិកបង្ហោះសារអំពីកិច្ចសន្ទនាដ៏ល្អជាមួយនឹងទីក្រុងតេហរ៉ង់តែពីនេះគឺមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បានប្រកាសជាបន្ទាន់ភ្លាមថាការប្រកាសរបស់ប្រមុខសេតវិមានគឺជារឿងមិនពិតនោះទេ
ដោយគ្រាន់តែនិយាយថាគឺជាការភូតកុហកដើម្បីធ្វើឲ្យតម្លៃប្រេងសកលមានការធ្លាក់ចុះតែប៉ុណ្ណោះគួររំលឹកផងដែរថាកាលពីថ្ងៃទី23ខែមីនាឆ្នាំ2026ប្រធានាធិបតីអាមេរិកបានបង្ហោះសារទៅលើបណ្ដាញ social ថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងរយៈពេល2ថ្ងៃកន្លងមកនេះបានមានកិច្ចសន្ទនាដ៏ល្អប្រសើរនិងប្រកបទៅដោយផលិតផលខ្ពស់ដែលពាក់ព័ន្ធទៅនឹងការដោះស្រាយឲ្យបានពេញលេញនិងទាំងស្រុងនៅអរិភាពរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ាផ្អែកទៅលើខ្លឹមសារនិងបរិយាកាសនៃកិច្ចសន្ទនាដ៏ស៊ីជម្រៅលម្អិតនិងប្រកបទៅដោយស្មារតីស្ថាបនាទាំងនេះដែលនឹងបន្តប្រព្រឹត្តទៅពេញមួយសប្តាហ៍ខ្ញុំបានណែនាំទៅដល់ក្រសួងសង្គ្រាមឲ្យមានការពន្យាពេលរាល់ការវាយប្រហារយោធាទាំងអស់នៅលើរោងចក្រអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ក្នុងរយៈពេល5ថ្ងៃដោយផ្អែកទៅលើលទ្ធផលជោគជ័យនៃកិច្ចប្រជុំនិងការពិភាក្សាដែលកំពុងតែបន្តយ៉ាងណាក៏ដោយជុំវិញរឿងនេះប្រធានសភារបស់អ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានទាត់ចោលនៅការអះអាងរបស់លោក Donald Trump ដោយបញ្ជាក់យ៉ាងច្បាស់ថាគ្មានការចរចាអ្វីមួយជាមួយនឹងសហរដ្ឋអាមេរិកត្រូវបានធ្វើឡើងនោះទេលោក Ghalibaf បានបង្ហោះសារទៅលើបណ្ដាញសង្គម X ថាព័ត៌មានคล้ายៗកំពុងតែត្រូវបានប្រើប្រាស់ដើម្បីបង្ខូចទីផ្សារហិរញ្ញវត្ថុនិងទីផ្សារប្រេងក៏ដូចជាដើម្បីដោះខ្លួនចេញអំពីភក់ជ្រាំដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែជាប់ផងនោះឯងទន្ទឹមគ្នានោះដែរអ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់គឺលោក Ismail Baghi ក៏បានចេញមុខបដិសេធផងដែរថាមិនមានកិច្ចការពិភាក្សាណាមួយជាមួយនឹងសហរដ្ឋអាមេរិកនោះទេរឿងនេះគឺកើតឡើងបន្ទាប់អំពីលោកត្រាំគម្រាមទុកជាមុនឲ្យអ៊ីរ៉ង់48ម៉ោងដើម្បីបើកច្រកហូម៉ុសឡើងវិញហើយមិនដូច្នោះទេនឹងធ្វើការវាយប្រហារពេញទំហឹងលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ហើយការតបវិញពីទីក្រុងតេហ៍រ៉ង់ក៏មានការព្រមាននៅក្នុងការបិទច្រកនេះទាំងស្រុងតែម្ដងបើលោក Donald Trump ហ៊ានធ្វើការវាយប្រហារមែននោះជាការដ្ឋានបដិបត្តិការយោធា Khalta Al-Anbiya បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយទៅដោយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ថាប្រសិនបើមានការគំរាមកំហែងរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ត្រូវបានធ្វើការវាយប្រហារមែននោះច្រកសមុទ្រហូម៉ុសនឹងត្រូវបានបិទទាំងស្រុងជាក់ជាមិនខានហើយគ្មានថ្ងៃណាត្រូវបានបើកឡើងវិញនោះទេទាល់តែរោងចក្រអគ្គិសនីដែលរងការបំផ្លាញនោះត្រូវបានសាងសង់ឡើងវិញរួចរាល់កងទ័ពរបស់អ៊ីរ៉ង់បញ្ជាក់ថាខ្លួនក៏នឹងធ្វើការវាយប្រហារផងដែរទៅលើរោងចក្រអគ្គិសនីថាមពលហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍របស់អ៊ីស្រាអែលរួមជាមួយនឹងរោងចក្រអគ្គិសនីនៅក្នុងបណ្ដាប្រទេសនៅក្នុងតំបន់ណាដែលទទួលឲ្យមានមូលដ្ឋានកងទ័ពអាមេរិកនិងក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជនជាតិអាមេរិកនោះហើយវិធានការទាំងនេះនឹងត្រូវធ្វើឡើងដើម្បីការពារប្រទេសជាតិនិងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់បាទប្រិមិត្តនេះគឺជាព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងរឿងដែលមានការគម្រាមកំហែងគ្នាពីមុនមកចឹងហើយបានជាលោក Donald Trump យល់ឃើញថាបើសិនជាមានការវាយប្រហារគ្នាមែននៅក្នុងអសានវិទ្យា48ម៉ោងនោះគឺពិតណាស់ថាអ៊ីរ៉ង់ក៏មានសិលឹកបៀដើម្បីលេងក្នុងការកំទេចចោលនៅហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនីទឹកស្អាតឬក៏ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសអ៊ីស្រាអែលក៏ដូចជានៅក្នុងប្រទេសនានាផ្សេងៗដែលមានការដាក់ទីតាំងឲ្យកងទ័ពសហរដ្ឋអាមេរិកឈរជើងដើម្បីធ្វើការវាយប្រហារមកកាន់ប្រទេសអ៊ីរ៉ង់នេះគឺជាការគម្រាមតបវិញហើយទំនងជាការគម្រាមរបស់លោក Donald Trump នេះអាចធ្វើឡើងទៅគ្រាន់តែជាការគម្រាមទៅក្រែងលោអ៊ីរ៉ង់នេះអាចនឹងធ្វើការចរចាឬក៏មានការបិទឬក៏មានការបើកនៅច្រកហូម៉ុសមែននោះគឺមានន័យថាសហរដ្ឋអាមេរិកនេះគឺមិនបាច់ប្រើប្រាស់កម្លាំងទេក៏ប៉ុន្តែឥឡូវនេះសហរដ្ឋអាមេរិកទំនងជាមើលឃើញថាសភាពការនេះបើសិនជាមានការវាយប្រហារគឺខ្ទេចដូចគ្នាចឹងហើយលោកបានលើកឡើងថាមានការចរចាគ្នាទុកពេលរយៈពេល5ថ្ងៃដើម្បីឲ្យអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះដោះស្រាយអំពីបញ្ហានេះឡើងប៉ុន្តែសម្រាប់មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់នេះបានធ្វើការលើកឡើងថាព័ត៌មានកុហកคล้ายៗរបស់លោក Donald Trump ទេគឺគោលដៅរបស់លោកនោះគឺដើម្បីបំភាន់ទីផ្សារកុំឲ្យប្រេងនឹងឡើងថ្លៃទីផ្សារហិរញ្ញវត្ថុកុំឲ្យច្បោកច្បល់តែប៉ុណ្ណោះអញ្ចឹងនិយាយសរុបសេចក្តីមកគឺថា Donald Trump នេះគឺលោកមិនមានការវាយប្រហារនៅក្នុងអសានវិទ្យា48ម៉ោងទេ
ហើយក៏មានការបញ្ជាពេលហើយការបញ្ជានេះមិនដឹងថាតើលោករកវិធានការឬក៏យុទ្ធសាស្ត្រអ្វីបន្ថែមទៀតដើម្បីធ្វើយ៉ាងណាដាក់សម្ពាធទៅកាន់អ៊ីរ៉ង់ដើម្បីឲ្យឈ្នះសង្គ្រាមឬក៏មានឱកាសនៅក្នុងការបើកច្រកផ្លូវហូរម៉ុសនេះក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏នៅក្នុងចន្លោះពេលនេះក៏លោក Donald Trump មានការសម្ភាសហូរហែផងដែរខុសអំពីលក្ខខណ្ឌទាំង6ចំណុចរបស់លោកដែលបានដាក់លក្ខខណ្ឌដ៏តឹងរ៉ឹងស្មើនឹងឲ្យអ៊ីរ៉ង់ចុះចាញ់នៅក្នុងពេលដែលលោកគម្រាមនៅក្នុងការវាយប្រហារទៅកាន់អ៊ីរ៉ង់ក្នុងរយៈពេល48ម៉ោងនោះគឺមានន័យថាហាក់ដូចជាបន្ទន់នៅអេរយាប័តឬក៏បន្ថយទៅលើលក្ខខណ្ឌខ្លះដែលក្នុងនោះគឺលោកបាននិយាយទៅកាន់សារព័ត៌មានថា